អ្នកណាបង្កបញ្ហាអ្នកនៅទីនេះគួរតែដឹងច្បាស់ក្នុងចិត្តហើយអ្នកជាអ្នកគ្រប់គ្រងទីនេះចង់បង្កាច់បង្ខូចសត្រូវមិនអីទេតាមចិត្តអ្នកអ្នកពិតជាខ្លាំងមែនមកចាប់វាលោកម្ចាស់លូប៉ះពាល់លោកគ្រូអ្នកទទួលខុសត្រូវបានទេឯងអាចារ្យនេះពិតជាក្រអឺតក្រទុំឯងគិតថាឯងជាស្ដេចមែនទេឆាប់ចេញទៅហើយមនុស្សនេះអូសវាចេញទៅវាឲ្យស្លាប់ខ្ញុំទទួលខុសត្រូវគោរពស្វាគមន៍លោកអ្នកការពារលោកអ្នកការពារលោកមកដល់ហើយមានអ្នកដឹងលោកមកដល់ហើយនៅបង្កបញ្ហាមិនឲ្យមកលោកទេយើងទើបចង់ព្រមានតែក្មេងនេះមានសមត្ថភាពបន្តិចបងយាយធានបើចង់និយាយប្រាប់មកបងយាយធានមកធ្វើអីបងគិតថាម៉េចមិនដឹងទេប៉ុន្តែមុនពេលនោះបងត្រូវឆ្លើយខ្ញុំសិនមានសំណួរអីសួរឲ្យលឿនមកបើមិនដូច្នោះទេខ្ញុំមិនអាចធានាថាខ្ញុំអាចទប់ចិត្តបានទេបើនិយាយពីបងជាអ្នកសរសេរបងថានោះហើយការជ្រើសរើសអ្នកការពារបាសីលើកនេះក៏ចម្លែកដែរហើយមុននេះគាត់នឹងអ្នកការពារបាសីមិនស្គាល់គ្នាទេខ្ញុំក៏មិនស្គាល់ដែរដូច្នេះមានតែបងទេអត្តសញ្ញាណបងប្រកាសជាមិនធម្មតាមែនទេល្អហើយបងដឹងការពិតហើយការពិតខ្ញុំគឺប្រធានថ្មីភ្នំគុនលន់ជន់យ៉ាងជឿបងនិយាយសម្ដីផ្ដេសផ្ដាសអីលោកគ្រូធំជាបុគ្គលដោយទេវតាមិនក៏អាចលេចមុខនៅកន្លែងតូចដូចជាទីក្រុងចង្ណានរបស់យើងទៅកើតបងមើលខ្ញុំប្រាប់ពួកបងហើយពួកបងក៏មិនជឿដែរបើអញ្ចឹងបងប្រុសមិនចង់និយាយអញ្ចឹងបងហើយបងក៏មិនជឿដោយសារបងមិនចង់និយាយអីចឹងយូរគេទៅហើយទៅណាទើបនិយាយពាក្យត្រូវធ្វើតាមអ្នកប្រញាប់ចេញមកមនុស្សពៀលនេះបៀតបៀនខ្ញុំមនុស្សពៀលនាងបៀតបៀនខ្ញុំមើលឯងចេញគំនិតអាក្រក់សំហើយខ្ញុំទៅហើយចាំបន្តិចម្ចាស់មិនគួរចាត់មនុស្សកាចល្ងងបែបនេះមកលបួងខ្ញុំទេមានប្រយោជន៍អីធ្វើអីនៅមិនទាន់សង្លុយទៀតចង់សម្លាប់បំបិតមាត់មែនទេគេមិនទាន់មានសង្សារផងកាលពីយប់មិញឯងធ្វើដាក់គេបែបនេះមិនអាចបណ្ដោយចប់ទេចឹងពួកឯងចង់ធ្វើអីយើងត្រូវទៅកន្លែងមួយចង់ឲ្យអ្នកទៅជាមួយអត់ទំនេរចឹងមិនបានទេបើមិនទៅយើងនឹងប្តឹងប៉ូលីសថាអ្នកចាប់រំលោភបានប្តឹងប៉ូលីសទៅចឹងពួកឯងទៅប្តឹងទៅចង់ធ្វើអីធ្វើទៅបើចង់ប្តឹងប៉ូលីសក៏ទៅប្តឹងទៅការពិតយើងណាត់ជួបនាយកធនាគារចង់ឲ្យគាត់ផ្ទេរលុយនោះទៅកណីក្រុមហ៊ុនតែនាយកធនាគារនោះណាត់យើង2នាក់ទៅបាយើងទាំងពីរខ្លាចបន្តិចចង់ឲ្យឯងទៅជាមួយពួកយើងទៅចុះបើអត់បានឃើញពួកឯងពិតជាលឿនខ្ញុំខ្ជិលគិតរឿងនេះទៅល្អណាស់ខ្ញុំទៅបដូរសម្លៀកបំពាក់សិនមិនខ្លាចស្លាប់ហ៊ានមកដើម្បីទទួលការអាម៉ាស់យប់នេះឲ្យពួកគេបាក់មុខមិននឹកស្មានសោះរឿងល្អបែបនេះធ្លាក់ដល់ជើងពួកយើងរបស់យើងត្រូវហើយមនុស្ស2នាក់នេះមិនត្រឹមតែស្អាតទេថែមទាំងមានឋានៈទៀតផងពួកយើងអត់មានបុណ្យបែបនេះទេថ្ងៃនេះពួកគេបានធ្លាក់ដល់ដៃពួកយើងហើយយប់នេះមានការងារលោកវាងលោកគួរសំពេចហើយមិននឹកស្មានថាខ្ញុំអាចអបលោកវាងបានលោកខ្ញុំជាអ្នកក្រមបង្គាប់របស់កញ្ញាលីនអ្នកទាំងអស់គ្នាជិះគ្នាទៅខ្ញុំគិតថាអត់អីទេលោកលីនសុំលោកនាយូវាងនិយាយមកយើងបានមកហើយលុយខែនោះពេលណាអាចរៀបចំបានហើយហេតុអ្វីប្រញាប់ម្លេះមកដល់ហើយផឹកបន្តិចសិនខ្ញុំនឹងឲ្យគេរៀបចំឯកសាររួចរាល់យកមកឲ្យពួកយើងអត់ចេះផឹកទេអត់ចេះផឹកអាចរៀនបានផឹកលោកលីនមិនឲ្យមកផឹកហើយរឿងនេះអាចអត់ផឹកគឺប្រឆាំងខ្ញុំហើយតែយើងពិតជាមិនចេះផឹកទេមកបាធ្វើអីខ្ញុំគ្រាន់តែមួយម៉ាត់នៅជាងណានមានអ្នកណា
ហ៊ានឲ្យឯងខ្ជិលលុយស្រាយលើផឹកហើយអាចរៀបចំហើយឬនៅលោកលីនកុំប្រញាប់លោកវាងពិតជាអ្នកជំនាញលោកវងពិតជាចាស់ដៃមែនត្រង់លឿនម្លេះក្មេងអញមិនខ្វល់ថាអញចេញពីណាមកទេឥឡូវចេញទៅបើមិនអីចឹងកុំបន្ទោសថាអញមិនគួរសមលោកលេនអញជាអ្វីរបស់មែនទេអញឲ្យមុខអញហើយចេញទៅភ្លាមអញមិនតាន់តែចេញទេមិនមិនបង្ហាញអញមើលអញរកស្លាប់ហើយអញលងស្នេហ៍មើលផងថាពួកយើងជាជើហ្វៃអ្នកណាឯងនិយាយអីអញសរសើរឯងតើក្មេងស្អុយល្អអស្ចារ្យណាស់មែនទេដឹងលទ្ធផលទេលទ្ធផលអីចេញមកមើលខ្ញុំចង់ដឹងណាស់អាល្ងងប្រាប់ឯងទីនេះគឺរបស់ខ្លាដីហួងហ៊ូជាមេធំក្រុងជាងណានគាត់ជាបងប្អូនល្អខ្ញុំហួងហ៊ូត្រូវហើយសៀវប៉ៃឥឡូវស្ដាយក្រោយនៅតាន់ខ្ញុំឲ្យឱកាសមួយលិតស្បែកជើងខ្ញុំរួចប្រាប់អ្នកទាំងពីរបំរើខ្ញុំឲ្យល្អរឿងថ្ងៃនេះចប់បើមិនអីចឹងឯងនឹងស្លាប់លិតឲ្យស្អាតល្អឯងធ្វើបាបខ្ញុំហ៊ូការពារខ្ញុំមិនខ្វល់ឆ្មាដីឬខ្លាដីទេឯងខ្លាចខ្ញុំហើយហ៊ានរត់ចាំខ្ញុំចាំទៅត្រូវហើយក្មេងនេះមានសមត្ថភាពខ្លះឯងឆាប់មកបើឯងមានពូជគុំរត់ខ្ញុំនឹងជួយឯងឲ្យរស់វេទនាយឺយ៉ាងម៉េចមិនអីទេសៀវធានពូកែម្លឹងច្បាស់ជាឈ្នះលោកម្ចាស់ជំរាបសួរមិនដឹងខាងលោកមានរឿងអីលោកចង់បានន័យថាម៉េចខ្ញុំមិនឲ្យនាំគ្នាមកច្រើនទេលោកម្ចាស់ទីនេះមិនអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាទេអ្នកគ្រប់គ្រងឲ្យខ្ញុំមកតែម្នាក់ឯងសិនមើលសិនបើគ្មានការអីខ្ញុំនឹងទៅហើយខ្ញុំស្មានតែខ្លាំងប៉ុណ្ណាណាស់តាមពិតគ្រាន់តែជាកន្ទុយធំចុះសោះគិតថាខ្ញុំជានរណាទោះបីខ្លាដីហួងហ៊ូមកក៏ត្រូវឲ្យមុខខ្ញុំខ្លះដែរចុងក្រោយឲ្យឱកាសសម្ដងទៀតយកពួកអ្នកទាំងអស់នៅទីនេះមកហៅមកខ្ញុំបើមិនអីចឹងទេទីនេះនឹងត្រូវបិទក្មេងឲ្យអញក្អេងក្អាំងសិនទៅចាំបាក់ជើងឯងឲ្យឯងមើលខ្ញុំលេងជាមួយស្រីសំផឹងទាំងពីរនេះលោកហ៊ូមកដល់ហើយអ្នកពុំមានការជិះជិះអ្នកណាបង្កបញ្ហាប្រាប់មកមានរឿងអីមិនត្រឹមតែវាខ្ញុំថែមទាំងថាទោះជាលោកក៏ត្រូវឲ្យគេមុខខ្លះលោកនិយាយថាម៉េចបងខ្លាខ្ញុំមិនដឹងថាគាត់ជារបស់លោកទេបើខ្ញុំដឹងគាត់ជារបស់លោកឲ្យខ្ញុំមានចិត្ត100ដងក៏មិនហ៊ានទេខ្ញុំក៏អត់ហ៊ានធ្វើអីដែរហើយសុទ្ធតែខ្ញុំនិយាយលេងទេគ្មានអីពិតប្រាកដទេអញ្ចឹងខ្ញុំខុសត្រង់ណាខ្ញុំខុសហើយបងខ្លាប្រដៅត្រូវហើយមិនអីទេឲ្យតែនិយាយគ្នាដឹងការទៅបានហើយល្អចាំទុកណាជាតិក្រោយឯងត្រូវធ្វើជាមនុស្សល្អទាញវាចេញទៅបាក់ដៃបាក់ជើងវាទៅបាក់ហើយខ្ញុំចុះចាញ់ហើយបងខ្លាបងមិនអាចបងធ្វើបាបខ្ញុំបងកំពុងគំរាមខ្ញុំតើបងខ្លាខ្ញុំកំពុងធ្វើការឲ្យលោកម្ចាស់លូបើខ្ញុំធ្វើរឿងនេះមិនបានសម្រេចទេលោកម្ចាស់លូក៏មិនល្អមើលដែរលូហៅគាត់និយាយអីមិនអញ្ចឹងទេបងគូតែទូរស័ព្ទហៅថៅកែបងមកវិញសិនហៅគាត់មកវិញទៅមើលតើគាត់ហ៊ាននិយាយជាមួយខ្ញុំបែបនេះនៅចំពោះមុខខ្ញុំបងខ្លាទោះលោកម្ចាស់លូមិនហ៊ានធ្វើអីបងទេតែគ្រួសារយើងទាំងមូលគ្រួសារធំទាំងអស់នៅទីក្រុងជាងណានសុទ្ធតែមានទំនាក់ទំនងជាមួយខ្ញុំបើបងធ្វើបាបខ្ញុំពួកគេនឹងមិនទុកបងទេមិញឯងនិយាយអីនិយាយម្ដងទៀតមកនិយាយឲ្យខ្ញុំស្ដាប់ម្ដងទៀតឯងជាមនុស្សដំបូងគេដែលហ៊ាននិយាយជាមួយខ្ញុំបែបនេះតែធ្វើឲ្យខ្ញុំចង់កំចាត់នៅជាងណានវាទើបតែចាប់ដើមផងឯងទើបតែត្រូវពួកគេខឹងខ្លាចទាំងនោះត្រូវបានសង្ស័យឯងគិតថាខ្ញុំជាអ្នកប្រមាញ់ភាសាយឺទៅលាក់ខ្លួនទៅត្រឡប់ទៅមាត់ខ្លាវិញភ្លាម
មាត់លុតជង្គង់ចុះបងខ្លាខ្ញុំខុសហើយទុកជីវិតខ្ញុំផងបងខ្លាបែបនេះធ្វើយ៉ាងម៉េចគាត់មើលទៅខ្លាំងណាស់រូបរាងកញ្ញាផ្អែមមិនចាញ់គាត់ទេមែនទេតើយើងនឹងជាប់ក្នុងការបាញ់គ្នាទេកញ្ញាផ្អែមធ្វើយ៉ាងម៉េចទៅខ្ញុំក៏មិនដឹងដែរពេលអញហើយនិយាយមកមើលពួកឯងចង់យ៉ាងម៉េចពួកយើងមិនចង់ស្លាប់ទេតែវាមិនមែនជាពួកឯងទេបែបនេះចុះព្រោះពួកឯងមិននិយាយខ្ញុំនឹងបែងចែកឲ្យពួកឯងខ្ញុំនឹងយកផ្ទាល់ថ្មធំរបស់ផ្ទះយើងដាក់លើពួកឯងខ្លួនខ្ញុំនឹងដឹងថានឹងធ្វើជាមួយឯងមិនបានទេអ្នកការពារនាគតូចនៅមុខខ្ញុំក៏មិនហ៊ានប្រអើក្រទុំយ៉ាងនេះដែរទៀតទេឯងជាអ្នកទី1ខៀវតូចឯងហ៊ាននិយាយម្ដងទៀតឯងខ្លងឬទេរោគស្លាប់ហើយហួងហ៊ូធ្វើត្រាប់តាមពាក្យខ្ញុំលោកម្ចាស់នាគតូចលោកម្ចាស់ឲ្យលោកមានពេលមកដល់ក្រុងណានទេមានរឿងអ្វីដែលត្រូវប្រគល់ឲ្យទេ